ម៉ាស៊ីនប៉ុន្មានគ្រឿងនេះមិនមិនទាន់ជួសជុលទៀតលូយៀនទៅបាត់គ្មានអ្នកណាហ៊ានប៉ះទេប្រព័ន្ធបញ្ជូនដៃត្រូវតម្រង់ឡើងវិញទាំងអស់លូយៀននៅឯណាប្រញាប់ហៅគេមកវិញភ្លាមខ្ញុំនិយាយគ្មានអ្នកណាទេមែនហៅលូយៀនមកលោកប្រធានចៅលូយៀនត្រូវប្រធានរោងចក្រដេញចេញបាត់ហើយហេតុអីដេញចេញថារូគេលួចចម្លងឯកសារសម្ងាត់មនុស្សក្នុងរោងចក្រដឹងគ្រប់គ្នារឿងនឹងមិនស្អាតស្អំទេអ្នកណាបង្កប់ការពុកវាមិនស្ដាប់បង្គាប់ថែមទាំងឌឺខ្ញុំទៀតខ្ញុំគ្រាន់តែចង់ឲ្យវាដឹងថាទីនេះនរណាជាមេឯងដេញមនុស្សតែម្នាក់គត់ដែលចេះជួសជុលម៉ាស៊ីនឡានធំចេញបាត់ហើយឥឡូវគេគ្រាន់តែជាម្ចាស់រោងចក្រតូចតាចទេផលិតកង់និងម៉ូតូសោះគ្មានអីអស្ចារ្យទេប្រធានចៅម៉ូទ័រវូឡាំងរបស់គាត់នោះត្រូវបានមួយក្រៅខេត្តកក់យកអស់ហើយនិយាយថាមានអ្នកមកពីខេត្តធំមកមើលបន្តទៀតមានទាំង Telegram ទៀតតំណាងចែកចាយ3ខេត្តកំពុងស៊ើបសួររកម៉ូតូលូយៀនហើយគេផលិតម៉ូតូចេញមកមែនហាគ្រាន់តែជារបស់លំអតើមិនមែនលំអធម្មតាទេណាដឹកអេវ៉ាន់ឡើងទូខាងលិចគ្មានរលត់ម៉ាស៊ីនឡើយធ្វើឲ្យម៉ូតូម៉ូដែលថ្មីហុងស៊ីងលក់លេងដាច់ភ្លាមឯងដេញមាសពិតប្រកបចេញទៅបែរជាយកកំទេចដែកមកធ្វើជាកំណប់ទៅវិញនាយកខាងរោងចក្រហុងស៊ីងមានចលនាហើយតាចៅត្រឡប់មកវិញហើយរកឃើញម៉ាស៊ីនឡានធំខូចឡានម៉ូដែលថ្មីត្រូវគេបង្វិលសោះគេបានបញ្ជូនគាត់ទៅតារាងម៉ូតូលូលៀនតាចៅទៅរកលូយៀនគាត់ចង់អញ្ជើញលូយៀនមកជួសជុលម៉ាស៊ីនវិញគឺបន្ទាប់ពីរោងចក្រហុងស៊ីងត្រួតពិនិត្យរួចលើថាម៉ាស៊ីនគ្មានអ្នកណាជួសជុលបានតាចៅភ័យស្លន់ស្លោចុះពីមុនធ្វើអីហ្នឹងទុកអ្នកខ្លាំងត្រឹមបុគ្គលិកបណ្ដោះអាសន្នពេលរោងចក្រចិត្តបិទទ្វារទៅមកអង្វរប៉ាលូយៀនមិនត្រឡប់ទៅត្រង់ជាចាប់ទេគាត់ត្រឡប់ឬអត់ជាសិទ្ធិរបស់គាត់តែរឿងរោងចក្រហុងស៊ីងធ្វើបាបគាត់ខ្ញុំត្រូវតែដឹងឲ្យច្បាស់ចៅធានយូបង្កាច់បង្ខូចគេរឿងលុបឈ្មោះចេញពីបុគ្គលិកពេញសិទ្ធិមិនអាចល្បីត្រឹមក្រៅផ្លូវការឡើយមេបញ្ជាការឡានរៀបចំរួចរាល់ហើយតោះទៅឥឡូវទៅតារាងម៉ូតូលូលីងខ្ញុំទៅដែរអញច្បាស់ជាត្រូវទៅហើយអញថាមិនចង់ឲ្យខ្ញុំចូលចិត្តគាត់មែនទេថ្ងៃនេះខ្ញុំចង់ជួបផ្ទាល់ភ្នែកបរិះដែលកូនស្រីខ្ញុំស្រឡាញ់តើពិតជាអាចជួយសង្គ្រោះឧស្សាហកម្មជាតិបានទេប្រាប់ទៅលោកវាយឲ្យទៅទីនោះដែរថ្ងៃនេះនៅរោងចក្រហុងស៊ីងនិងលូលីងរឿងចាស់រឿងថ្មីរបស់លូយៀនខ្ញុំត្រូវដឹងឲ្យច្បាស់ការពិតរបស់លូយៀនចិត្តលាតត្រដាងហើយការពិតរបស់លូយៀនចិត្តលាតត្រដាងហើយអ្នកសាច់លើកនេះគ្មាននរណាហ៊ានចោទឯងជាចោទទៀតទេលូយៀនថ្ងៃនេះខ្ញុំមិនមែនមកក្នុងនាមជាប្រធានរោងចក្រទេខ្ញុំនាំធានយូមកសុំទោសឯងលូយៀនរឿងពីមុនមកពីខ្ញុំប្រញាប់ប្រញាល់ពេករហូតបង្កប់តំណែងខ្ញុំមែនទេចោទខ្ញុំថាជាចៅលួចគ្រឿងបន្លាស់ហើយថាប្រញាប់ពេកដែររឿងចាស់ទុកមួយឡែកសិនទៅរោងចក្រហុងស៊ីងខាងស្អែកនេះត្រូវត្រួតពិនិត្យបច្ចេកម៉ាស៊ីនឡានធំមានតែឯងម្នាក់គត់ដែលអាចជួសជុលបានបើឯងត្រឡប់ទៅវិញប្រាក់ខែនិងតំណែងសូម្បីតែផ្ទះស្នាក់នៅខ្ញុំនឹងផ្ដល់ជូនវិញទាំងអស់វាយឺតពេលហើយលូយៀនរោងចក្រហុងស៊ីងជាកន្លែងដែលឯងធ្លាប់នៅដល់ទៅ3ឆ្នាំពូសៀងនិងអ្នកផ្សេងទៀតនៅតែនៅក្នុងករបរញាក់កំពុងរងចាំបើកប្រាក់ខែឯងមិនអាចឈរមើលពួកគេត្រូវបាត់បង់ការងារព្រោះតែកំហឹងមួយពេលនោះថ្ងៃដែលខ្ញុំត្រូវគេដេញចេញតើពួកគេធ្លាប់រងចាំខ្ញុំទេឥឡូវឯងមានរោងចក្រផ្ទាល់ខ្លួនហើយមានទាំងម៉ូតូជិះទៀតចាំបាច់ទៅខ្វល់នឹងរឿងអតីតកាលធ្វើអីព្រោះតែកាលពីមុនមានមនុស្សយកកេរ្តិ៍ឈ្មោះ3ឆ្នាំរបស់ខ្ញុំទាំងផ្ទះសម្បែងនិងកិត្តិយសទៅជន់ឈ្លីនឹងពួកឯងចង់បានសំណងអីខ្ញុំឲ្យទាំងអស់ឲ្យតែថ្ងៃនេះអញព្រមត្រឡប់ទៅរោងចក្រហុងស៊ីងជាមួយខ្ញុំមិនត្រឡប់ទៅវិញទេម៉ាស៊ីនរបស់រោងចក្រហុងស៊ីងខ្ញុំមិនជួសជុលដាច់ខាតរឿងស្អុយរលួយរបស់រោងចក្រនោះខ្ញុំមិនលូកដៃឡើយអញពិតជាចង់ផ្ដាច់ចំណងមេត្រីភាពមែនទេគឺពួកឯងទេដែលជាអ្នកបិទផ្លូវខ្ញុំមុនឡុងយៀនខ្ញុំនិយាយអស់ចិត្តហើយកុំអាងតែមានមួយកម្មខ្លះចង់មកឈរជើងក្នុងក្រុងចង់និយាយពីអីដេរោងចក្ររបស់ពូស៊ីជាទ្រព្យសម្បត្តិរដ្ឋរបស់យោធារោងចក្រតូចទើបតែបើកថ្មីឯកសារស្អាតស្អំកម្រិតណាគ្រាន់តែវិតម្លៃឡើងវិញនឹងត្រូវបិទទ្វារភ្លាមបងចៅកិច្ចសន្យាស្របច្បាប់ណាស់គឺលោកវៃចេញមុខផ្ទាល់វៃចេះតែបច្ចេកទេសមិនដឹងរឿងទ្រព្យទេដេកជារបស់អ្នកណានរណាជាអ្នកស៊ីញេរឿងទាំងនេះអាចឆែកឡើងវិញចង់អញ្ជើញខ្ញុំមិនបានសម្រេចក៏គិតចង់ប្លន់រោងចក្រខ្ញុំមែនទេទិញយកហុងស៊ីង 60% គឺទុកមុខឲ្យហើយប្រគល់បច្ចេកវិទ្យាម៉ូតូមកខ្ញុំទុកតំណែងធំឲ្យឯងបើមិនព្រមស្អែកនេះនឹងត្រូវហោះឡុងយៀនកុំចង់រឹងទាំងអីឯងគ្មានក្នុងបង្អែកអីទេបើគេឆែកឆេរមួយនឹងរត់អស់ដល់ពេលនោះឯងត្រូវមកអង្វរយើងចៅធានយូឯងនៅមិនទាន់យល់ទៀតមែនទេម៉ាស៊ីនវាដំណើរការដោយបច្ចេកវិទ្យាមិនមែនមកទេបច្ចេកវិទ្យាខ្លាំងប៉ុណ្ណាក៏ត្រូវមានភ្លើងប្រើដែរឡុងយៀនថ្ងៃត្រង់នេះខ្ញុំនឹងទៅជួបអតីតអនុប្រធានរោងចក្រយោធាញ៉ាំបាយរួចគេនឹងនាំមនុស្សមកទិញយកតែម្ដងខ្ញុំចាំមើលឯងនាំមនុស្សមកដល់ពេលហ្នឹងកុំស្ដាយក្រោយឲ្យសោះអ្នកស្ដាយក្រោយមិនមែនជាខ្ញុំទេហាលោកចៅរោងចក្រម៉ូតូលូលីនដែលឯងនិយាយគឺជារោងចក្រគ្រឿងចាស់ៗដែលត្រូវលក់មែនទេមែនហើយដីនោះតម្លៃជាទ្រព្យសម្បត្តិទំនេររបស់រោងចក្រយើងឥឡូវឲ្យអាលូយៀនយកទៅធ្វើម៉ូតូវាប៉ះពាល់ដល់ភារកិច្ចយោធារបស់រោងចក្រហុងស៊ីងហើយលូយៀនមែនទេគឺអ្នកដែលទើបតែផលិតម៉ូតូលូលីននឹងមែនទេគឺវានឹងហើយពីមុនវាជាបុគ្គលិកបណ្ដោះអាសន្ននៅទីនេះវាលួចបច្ចេកវិទ្យារបស់យើងទៅធ្វើស៊ីម្នាក់ឯងឥឡូវថែមទាំងមិនព្រមមកជួសជុលម៉ាស៊ីនយោធាទៀតរឿងនេះនាយករោងចក្រលីនដឹងទេនាយករោងចក្រលីនរវល់ណាស់មិនខ្វល់ពីរោងចក្រតូចតាចបែបនេះទេឯកសារគឺថ្នាក់ក្រោមជាអ្នកច្បាស់ជាមានចន្លោះជាអ្នកគ្រប់គ្រងតែឯងយកព្រមពិនិត្យឡើងរោងចក្រហុងស៊ីងយើងនឹងទិញយកភ្លាមដីនោះពិតជាស្ថិតក្នុងបញ្ជីទ្រព្យសម្បត្តិរបស់ពួកយើងមែនត្រូវវិតម្លៃឡើងវិញមិនពិបាកទេតែខ្ញុំចង់បានលឿនល្ងាចនេះទៅរោងចក្រលូលីនភ្លាមបង្ខំឲ្យលូយៀនចុះហត្ថលេខាទិញយកចុះបើវាមិនព្រមចុះហត្ថលេខាកាត់ទឹកកាត់ភ្លើងបិទឧបករណ៍ឆែកឯកសារភ្លាមរោងចក្រតូចមួយនេះទ្រាំមិនបានមួយថ្ងៃទេឲ្យតែយកវាបានម៉ូតូលូលីនជារបស់ហុងស៊ីងហើយដល់ពេលនោះលោកពូក៏មានចំណែកដែរញ៉ាំបាយរួចខ្ញុំទៅយករឿងរ៉ាវនៅរោងចក្រដើម្បីដណ្ដើមយកលូលីងមកវិញថ្ងៃនេះលោកចៅនេះជាលូលីងមិនមែនហុងស៊ីងទេនាំគ្នាមកបិទទ្វារធ្វើអីពូជូកុំទាន់និយាយខ្លាំងពេកហួសពីថ្ងៃនេះទៅមិនដឹងជារបស់អ្នកណាទេឈប់ធ្វើការសិនកុំទាន់ប៉ះពាល់ម៉ាស៊ីនចាប់ពីពេលនេះគ្រឿងម៉ាស៊ីនទាំងអស់និងការបញ្ជាទិញត្រូវត្រួតពិនិត្យឡើងវិញអាំងអីទៅយើងមិនទាន់ប្រកូលទំនិញផងអាំងតែដីនេះជាទ្រព្យសម្បត្តិរដ្ឋឯកសារប្រធានលូមិនទាន់ច្បាស់លាស់អាំងតែហុងស៊ីងចិត្តទិញទីនេះបានហើយឯកសារមិនច្បាស់លាស់មែនទេកិច្ចសន្យាមិនមែនលោកវៃជាអ្នកធ្វើទេអីបើត្រូវបិទមែនចុះប្រាក់ខែយើងគិតម៉េច
ចៅធានយូម៉ាស៊ីនហុងស៊ីងខូចជួសមិនកើតទំនិញត្រូវគេបង្វិលមកវិញពេញឃ្លាំងឥឡូវចង់មកប្លន់រោងចក្រខ្ញុំមែនទេគុំនិយាយថាប្លន់គឺមកទិញយកអញគ្រាន់តែជាបុគ្គលិកបណ្ដោះអាសន្នត្រូវគេដេញចេញចង់មកបើករោងចក្រស្របច្បាប់អីទៅស្មានតែធ្វើម៉ូតូពីរគ្រឿងអាចត្រឡប់ផ្ញើបានមែនទេលីនវ៉ាន់ឯងខ្លាំងណាស់មែនទេរោងចក្រឯងជាអ្នករៀបចំម៉ាស៊ីនឯងជាអ្នករកឥឡូវគេមកឆែកឯកសារមិនក៏ស្ងាត់មកឈឹងកិច្ចសន្យាស្របច្បាប់ការផ្ទេរស្របច្បាប់ការចោទកាកសំណល់ក៏ស្របច្បាប់ចង់មកគំរាមពួកយើងច្រឡំកន្លែងហើយស្របច្បាប់ហេអញ្ចឹងទេទៅហៅក្នុងបង្អែកឯងមកភ្លាមមកគុំពូកែតែអួតក្អេងក្អាងនៅមុខលូយៀនការិយាល័យប្រធានរោងចក្រជីនលីនថាម៉េចឪពុកខ្ញុំចេញទៅក្រៅបាត់លេខាចៅក៏មិននៅដែរទៅណាក៏មិនដឹងទៀតហាហាគួរឲ្យអស់សំណើចណាស់ជីនៅគ្មានអ្នកណាកាន់ជើងវាទេលូយៀនក្នុងបង្អែកធំបំផុតរបស់ឯងគឺគ្រាន់តែជាសម្ដីរបស់គាត់ក្នុងបង្អែកខ្ញុំគឺម៉ាស៊ីនគឺប្លង់គំនូរនិងការបញ្ជាទិញមិនមែនសម្ដីទេលូយៀនគុំរឹងតឹងអនុប្រធានរោងចក្រឈានចិត្តមកដល់ហើយគាត់ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិតែមួយម៉ាត់របស់គាត់រោងចក្រឯងត្រូវកាត់ផ្ដាច់ភ្លើងបិទចោលភ្លាមលោកចៅឯងនេះឆ្លៀតឱកាសជន់ពន្លិចគេពិតមែនការបញ្ជាទិញយោធារបស់រោងចក្រហុងស៊ីងមិនអាចដាច់ទេលូយៀនមិនព្រមត្រឡប់ទៅជួសជុលម៉ាស៊ីនអញ្ចឹងមានតែរឹបអូសរោងចក្ររបស់វាដកទាំងមនុស្សនិងបច្ចេកវិទ្យាទៅវិញឯងដកមិនបានទេចាំឯកសារមកដល់ដឹងនរណាធំហើយស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាលូយៀនទប់លេងជាប់ហើយឲ្យតែឆែកឯកសារការបញ្ជាទិញនឹងត្រូវលុបចោលប្រាក់ខែក៏គ្មានបើកដែរនាយកចៅចុះពួកយើងគិតមិនវិញមកខាងខ្ញុំឥឡូវនេះមកចាំរោងចក្រហុងស៊ីងទិញយកលូលីងខ្ញុំនឹងទុកតំណែងឲ្យអ្នកណាចង់រឹងតឹងជាមួយលូយៀនដល់ពេលនឹងគុំមកអង្វរខ្ញុំឲ្យសោះមេជាងលូរោងចក្រនេះត្រូវគេរឹបអូសមែនទេគុំទៅជឿគេបំភ័យអីកិច្ចសន្យាក៏ត្រូវមើលលើត្រាដែរគ្រាន់តែរោងចក្រចាស់កំរើម៉ាស៊ីនចាស់ប៉ុន្មានគ្រឿងធ្វើឲ្យលូយៀនចំណេញធំគ្មានរឿងងាយស្រួលបែបហ្នឹងទេចង់អួតថាផលិតផលមួយល្អផលិតផលមួយលាបសគឺអត់ពិបាកទេតែអីដែលពិបាកហ្នឹងគឺ feedback ចេញមកគឺអញ្ចឹងដែរអត់ J-Man ជាមួយនឹងផលិតផលយ៉ាសកាទៅដល់កន្លែងណាគឺភ្ញាក់ផ្អើលកន្លែងហ្នឹងពួកដោយសារ feedback ចេញមកតម្រងស្អាតខ្លាំងពេកដូចជាកូនខ្មុំរបស់យ៉ាសកាមួយរយៈហ្នឹងអញ្ចឹងគឺផ្ទុះឆាតមែនតែម្ដងដោយសារតែកូនខ្មុំដែលត្រៀមចូលរោងការមួយរយៈក្រោយនេះគឺគាត់បំបុកជាមួយនឹងលេយ៉ាសកាច្រើនខ្លាំងមែនតែម្ដងហើយពួកគាត់បានអញ្ជើញជាមួយនឹងម៉ាមីចូលរោងកម្មវិធីរបស់ពួកគាត់ទៀតអាចឲ្យខកបំណងឯណាជាមួយនឹងលេយ៉ាសកាមិនថាអ្នកដែលប្រើមករយៈពេលយូរហើយកាន់តែលាបស្បែកកាន់តែសកាន់តែលះកាន់តែឆ្វាយតែម្ដងខ្មុំដែលមានពេលតិចក្នុងការថែស្បែកក៏អាចសាកប្រើជាមួយយ៉ាសកាបានដូចគ្នាដែរនិយាយពីថាតម្រងស្បែកចេញមកឲ្យតែថាលាបខ្លុំប្រើជាឈុតថាស្បែកអែមមែនតើអញ្ចឹងមិនថាផលិតផលមួយល្អដែរឬក៏អត់អាស្រ័យទៅលើ feedback ទេដូចលេយ៉ាសកាអញ្ចឹងនិយាយពីថាទូ feedback ខ្លាំងមែនតើតែម្ដងមិនថាភ្ញៀវដែលគាត់មានបញ្ហាស្បែកខ្មៅក្រិនកម្រិតណាឬក៏មានជាមួយនឹងស្បែករបស់គាត់ស្ដើងសង្វាក់តែសាច់ក្រហមទេប្រើប្រាស់ជាមួយនឹងលេយ៉ាសកាហើយធានាថាមកអែមតែម្ដងរឿងស្បែកខ្មៅស្បែកលឿងមួយប្រើប្រាស់ជាមួយនឹង4មុខនេះហើយធានាថាសលះសឆ្វាច់សក្រាស់តែម្ដងគុំល្ងងពេកអីអ្នកទាំងអស់គ្នាការលូយៀននៅហុងស៊ីងសំបីតែបុគ្គលិកពេញសិទ្ធក៏មិនបានផងឥឡូវស្រាប់តែមានរោងចក្រមានម៉ាស៊ីនមានការងារយោធាអ្នកណាដឹងថាមានរឿងមិនស្រួលនៅពីក្រោយខ្លះក្មេងមាននេះជារឿងល្អហើយតែភាពមាននេះមិនអាចយកមកធ្វើជាច្បាប់បានទេលិខិតអនុញ្ញាតនៅក្នុងការិយាល័យបញ្ជីលុយនៅក្នុងដៃជើស៊ូបញ្ជីឧបករណ៍មានហត្ថលេខាមេធំរួចរាល់បញ្ជីឧបករណ៍នេះមេធំស៊ីញ៉ៃហើយចង់ស៊ើបមែនទេខ្ញុំកំដរចង់ដណ្ដើមមែនទេគុំសង្ឃឹមហាហាមិនអោយដណ្ដើមអេមានអីមកខាត់យកអាខ្ចៅកំពេចកំពុកក្នុងដៃនឹងអេខ្ចៅមួយគ្រាប់នេះកំដរខ្ញុំតាំងពីបាតដៃទេមកវាច្បាស់លាស់ជាងសម្ដីភូតភររបស់អ្នកឯងលោកសាស្ត្រាចារ្យដូចជាមានឡានមកហើយអតីតអនុប្រធានរោងចក្រមកដល់ហើយហាហាលយៀនឯងចប់ហើយហាហាទូរស័ព្ទអេងខមមិនចូលផងនឹងមកជួបមនុស្សរបស់យើងវិញទៅលីនវ៉ាន់ថ្ងៃនេះនាងការពារវាមិនបានទេអ្នកណាឈ្នះចាំមើលសិនទៅនរណាឈ្មោះលយៀនគឺខ្ញុំឯងនេះថ្លំធំមិនធម្មតាទេទ្រព្យសម្បត្តិរដ្ឋឯងហ៊ានប្រើស្រួលអេអនុប្រធានកិច្ចសន្យានេះចុះស្របច្បាប់ណាស់ម៉ាស៊ីននេះមានហត្ថលេខាលោកវៃរួចហើយលោកវៃគ្រប់គ្រងតែបច្ចេកទេសទេទ្រព្យម្ចាស់គឺខ្ញុំជាអ្នកចាត់ចែងបើខ្ញុំមិនយល់ព្រមគឺខុសច្បាប់ទាំងអស់ចាត់ចែងទ្រព្យម្ចាស់ក៏ត្រូវស្ដាប់ប្រធានដែរពេលណាទើបដល់វេនអនុប្រធានមកអេងក្អាងហ្វុងធានឯងនិយាយស្អីហ្នឹងខ្ញុំថារោងចក្រនេះគឺប្រធានលីនជាអ្នកអនុម័តច្បាប់ទម្លាប់គឺត្រឹមត្រូវទាំងអស់គ្រប់ជំហានគ្មានចន្លោះឯងគ្មានសិទ្ធិរំលងគាត់ទេលីនវ៉ាន់ឯងសម្ដែងឡើងញាក់សាច់ហើយស្មានតែយកប្រធានលីនមកគំរាមពួកយើងខ្លាចមែនទេគ្រាន់តែជាគិលានុបដ្ឋាយិកាធ្វើចរិតខ្ពស់កពុកនាងតូចឯងត្រូវគេបោកប្រាស់រហូតដល់អស់រោងចក្រហើយកូនស្រីប្រធានលីនខ្ញុំធ្លាប់ពីឈ្មោះដែរនាងជាអ្នកមានខ្ពង់ខ្ពស់ណាស់មិននឹងអាចមកសំងំក្នុងរោងចក្រប្រេងម៉ាស៊ីនបែបនេះខ្ញុំនឹងហើយជាកូនស្រីប្រធានលីនវ៉ាន់គុំនិយាយទៀតអីនាងជួយខ្ញុំច្រើនណាស់ហើយកុំមកកុហកព្រោះតែខ្ញុំអីលូយៀនខ្ញុំមិនបានកុហកទេបើពុកនាងជាប្រធានលីនមែនមិនក៏មិនប្រាប់ព្រោះខ្ញុំបារម្ភខ្លាចបងគិតថាខ្ញុំជួយព្រោះតែបុណ្យស័ក្តិមិនមែនជំនឿចិត្តជានៅនាងនិយាយលេងចេញខ្លួនឯងហើយលូយៀនឯងពឹងកូនស្រីខ្លាំងៗមកសម្ដែងហ៊ានតាំងជាមួយហុងស៊ីងផងលូយៀនពីមុនឯងត្រូវខ្ញុំបោកឥឡូវត្រូវនាងបោកទៀតតែឯងពូកែជួសជុលម៉ាស៊ីនតែជួសជុលគូក្បាលមិនបានទេស៊ូឆាឯងបិទមាត់ទៅលូយៀនមិនបានត្រូវខ្ញុំបោកទេគឺពួកឯងមិនព្រមទទួលស្គាល់សមត្ថភាពគាត់ល្មមឲ្យអតីតអនុប្រធានកុំខាត់ពេកជាមួយពួកគេបិទរោងជាងឲ្យប្រមូលឧបករណ៍ភ្លាមគាត់ត្រាឯកសារបច្ចេកទេសម៉ូតូលូលេងទាំងអស់លូយៀនឯងគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំទេហ៊ានយកកិច្ចសន្យាមកបង្ហាញទេកិច្ចសន្យាផ្ទេររោងចក្រនិងបញ្ជីផ្ទេរឧបករណ៍ឯកសារសំណល់មានត្រាគ្រប់ទំព័របោះត្រាបានដូចពិតណាស់តែគួរឲ្យស្ដាយប្រធានលីនមិនអាចអនុម័តមនុស្សដែលទៅរោងចក្រមិនដេញចេញទេមកនេះចាក់សោតទ្វាររោងជាងភ្លាមអ្នកមិនពាក់ព័ន្ធដេញចេញឲ្យអស់នរណាហ៊ានប៉ះខ្ញុំធ្វើឲ្យស្ដាយក្រោយក្មេងស្រីបើពុកឯងជាប្រធានមែនឲ្យគាត់មកឈោមុខខ្ញុំឥឡូវមក
ប្រធានលូប្រធានលីនមកដល់ហើយឡានមកដល់មាត់ទ្វារហើយប្រធានលីនលោកមកចំពេលល្អណាស់ប្រធានលូប្រើប្រាស់ទ្រព្យម្ចាស់ឯកសារមានបញ្ហាខ្ញុំកំពុងរៀបចំផ្អាកការងារសិននរណាអនុញ្ញាតឲ្យឯងផាកខ្ញុំធ្វើដើម្បីសុវត្ថិភាពទ្រព្យរោងចក្រខាងរោងចក្រហុងស៊ីងក៏ថាគួរដកដេញនេះវិញមិនអាចឲ្យអ្នកក្រៅប្រើផ្ដេសផ្ដាស់ទេសមិទ្ធលូយៀនរោគអ្នកឯងឃើញហើយការលើកមុននៅមុខមន្ទីរពេទ្យសម្ដីមួយម៉ាត់របស់អ្នកជួយជីវិតខ្ញុំលោកគឺជាថ្នាក់ដឹកនាំក្នុងឡាននោះមែនទេត្រូវហើយអ្នកថាចង្កូតឡានខ្ញុំមានបញ្ហាលទ្ធផលពិនិត្យចេញមកគឺពិតមែនបើខ្ញុំឡើងផ្លូវល្បឿនលឿនមែននោះគ្មានជីវិតឈរទីនេះទេលូយៀនឯងធ្លាប់ជួយជីវិតប្រធានលីនទៀតផងខ្ញុំគ្រាន់តែសម្លេងចម្លែកអ្នកផ្សេងស្ដាប់មនុស្សទេតែឯងស្ដាប់ដឹងនេះជាសមត្ថភាពពិតប៉ាវ៉ាន់គាត់ជាប៉ាឯងមែនហេខ្ញុំមិនបានចិត្តណាលាក់បាំងទេខ្លាចបងគិតថាខ្ញុំជួយព្រោះតែត្រកូលលីនមិនមែនព្រោះតែខ្ញុំជឿជាក់លើបងអាចបង្ក្រាបពួកគេបានតាំងពីដំបូងហើយអ្វីនៅកំដរខ្ញុំហត់នឿយទៀតទ្រាំអត់ងុយមើលប្លង់ធ្វើអីព្រោះខ្ញុំចង់ឲ្យគ្រប់គ្នាឃើញលូយៀនពឹងលើសមត្ថភាពពិតមិនមែនពឹងលើក្នុងបងឯងទេហានិយាយបានល្អណាស់កូនស្រីខ្ញុំមើលមនុស្សមិនខុសមែនលោកប្រធានខ្ញុំមិនដឹងនាងជាកូនស្រីលោកទេខ្ញុំគ្រាន់តែស្ដាប់តាមចៅស្មានថាលិខិតស្នាមមានបញ្ហាឯងគ្រប់គ្រងទ្រព្យសម្បត្តិមិនពិនិត្យលិខិតខ្ញុំហ៊ាននាំគ្នាទៅបិទរោងចក្រនេះជាការធ្វេសប្រហែសការងារខ្ញុំខុសហើយខ្ញុំដកមនុស្សចេញភ្លាមខ្ញុំនឹងទៅផ្ទៀងផ្ទាត់ឡើងវិញមិនបាច់ទេកិច្ចសន្យានេះខ្ញុំជាអ្នកអនុម័តគ្រឿងចក្រខ្ញុំជាអ្នកយកព្រមកាកសំណល់ក៏ធ្វើតាមច្បាប់ដែរអ្នកណាហ៊ានប៉ះពាល់រោងចក្រលូយៀនទៀតគឺហ៊ានប៉ះហត្ថលេខារបស់លីនខ្ញុំផងប្រធានលីនស្អែកនេះរោងចក្រត្រូវប្រគល់ឡានហើយម៉ាស៊ីននៅមិនទាន់ជួសជុលកម្មកររាប់រយនាក់កំពុងរងចាំបាយទឹកលោកមិនអាចឈរមើលរោងចក្រត្រូវវិនិច្ឆ័យទេរោងចក្រមិនមែនទៅតែវិនិច្ឆ័យថ្ងៃនេះទេគឺវិនិច្ឆ័យតាំងពីថ្ងៃដែលពួកឯងដេញលូយៀនចេញម្លេះខ្ញុំខុសហើយខ្ញុំនឹងទៅអញ្ជើញគេមកវិញដោយផ្ទាល់ទាំងប្រាក់ខែនិងផ្ទះខ្ញុំនឹងប៉ះពាល់ឲ្យទាំងអស់តែខ្ញុំមិនព្រមទេប៉ារឿងនេះមិនមែនកំហុសខ្ញុំម្នាក់ឯងទេគឺមកពីវាបង្កចំនួនរវាងវានិយាយថាលូយៀនគ្មានប្រយោជន៍គឺវាបង្ខំឲ្យខ្ញុំធ្វើបាបគេចាប់ធានយូឯងប្រកល់បញ្ជីកណេឲ្យមកហើយឯងប្រញាប់វិចបង្វិចចេញពីរោងចក្រទៅផ្ទះក៏ត្រូវដកហូតវិញដែរចាប់ពីថ្ងៃនេះទៅឯងគ្មានពាក់ព័ន្ធកាលពីមុនឯងមិនបាននិយាយបែបនេះទេឯងនិយាយថាលូយៀនគ្មានថ្ងៃងើបរួចឡើយឈប់ទៅរោងចក្ររបស់ខ្ញុំមិនទទួលមនុស្សរបស់ពួកឯងមិនទទួលបញ្ជីហើយក៏មិនចង់ស្ដាប់ពួកឯងឆ្លោះគ្នាដែរចេញទៅជូនភ្ញៀវលូយៀនរោងចក្រហុងស៊ីងពិតជាចប់ហើយមែនទេនោះជាម៉ាស៊ីនរបស់ពួកឯងទៅជួសជុលដោយខ្លួនឯងទៅចេញទៅរោងចក្រលូយៀនត្រូវបន្តផលិតកម្មអ្នកណាហ៊ានមកពីផ្លូវខ្ញុំនឹងចាត់ការដោយផ្ទាល់លូយៀនឯងមិនផ្ដល់ឱកាសឲ្យខ្ញុំបន្តិចសោះមែនទេតែចិត្តម្លេះគ្មានឱកាសសោះខ្ញុំធ្លាប់ឲ្យឱកាសហើយខឹងខ្ញុំទេដែលលាក់បាំងខឹងតើខឹងត្រង់មិនប្រាប់ឲ្យលឿនកុំឲ្យខ្ញុំបារម្ភច្រើនចាប់ផ្ដើមផលិតម៉ូតូលយឡុងនេះទើបតែចាប់ផ្ដើមទេស្មានមិនដល់សោះមួយឆ្នាំមុនទីនេះគួរឲ្យខ្លាចខ្លាំងចៅធានយូបអាការបញ្ជាទិញយោធាបង្ខំឲ្យពួកយើងធ្វើកង់កំពេចកំពុកហ្នឹងតែឥឡូវពួកយើងផលិតឡានធុនធ្ងន់លូហ្វុងគឺមេជាងវាយនិយាយថាម៉ាស៊ីនហ្នឹងគឺប្រធានលូដាច់យប់ជាច្រើនថ្ងៃដើម្បីគូគំនូប្លង់ឡើងវិញស្អីទៅហៅថាគូឡើងវិញនេះគេហៅថាការអាប់ដេតឡើងសេរីទាំងកម្លាំងម៉ាស៊ីននិងការស៊ីសាំងភាពធន់មាំគឺល្អជាងមុនដាច់ម៉ូតូគ្រាន់តែជាចំណីលេងទេឡានធុនធ្ងន់លូហ្វុងមួយគ្រឿងនេះទើបជាមហិទ្ធិឫទ្ធិពិតប្រាកដនៃឧស្សាហកម្មចិនកុំនិយាយតែរឿងបច្ចេកទេសពេកគ្រាន់តែការបញ្ជាទិញម៉ូតូពីក្រៅប្រទេសគឺកក់ពេញរហូតដល់ឆ្នាំក្រោយបាត់ហើយស្នៀតមួយនេះរបស់លូយៀនគឺក្តោបក្តាប់ទាំងទីផ្សារនិងបច្ចេកទេសជាប់ក្នុងដៃនិយាយខ្លីតែមួយម៉ាត់គត់ចាប់ពីថ្ងៃនេះទៅមូលដ្ឋានហុងស៊ីងគិតតែស្នាដៃពិតមិនយកខ្សែស្រឡាយឬការលើកជើងធ្វើការបានគឺនៅបន្តអ្នកចង់មកស៊ីប្រាក់ខែទេទ្វារនៅខាងនោះនាយកលូឡានធុនធ្ងន់ទាំងនោះចាប់ផ្ដើមពេលណាតែឥឡូវនេះតែម្ដងការបញ្ជាទិញយោធាដែលខ្វះខ្ញុំបង្គ្រប់ឲ្យទៅថ្ងៃមុខឡានយើងមិនពឹងខ្សែស្រឡាយទេគឺវាស់គ្នាលើម៉ាស៊ីននិងគុណភាពសុទ្ធសាធហើយប្រាក់ខែបុគ្គលិកទាំងអស់បើតាមស្តង់ដារថ្មីចំណែកប្រាក់រង្វាន់ដែលជំពាក់ថ្ងៃនេះផ្នែកកណេអានឹងទូទាត់ឲ្យទាំងអស់ហូកញ្ជ្រៀវខ្លាំងឈប់ស្រែកហូទៅប្រញាប់ទៅបញ្ឆេះម៉ាស៊ីនឲ្យលាន់រំពងភ្លាមចុច follow ចេញពីខែលើនេះកូនកំមុំយ៉ាសកាសឹងតែថាមាន25ខេត្តក្រុងហើយចេញពីខេត្តមួយចូលខេត្តមួយចេញពីខេត្តមួយចូលខេត្តមួយតែម្ដងគ្រាន់តែចូលដល់ឆ្នាំ2026ពបគឺ feedback កូនកំមុំយ៉ាសកាផុសមកហោហាតែម្ដងព្រោះដោយសារឲ្យកូនកំមុំຕົកចិត្តលៀបឃ្លុំជាមួយនឹងឈុតយ៉ាសកាស្បែកសឆ្វាតែម្ដងថាមើលឲ្យតែលៀបលេយ៉ាសកាតម្រងស្បែកចេញមកគឺស្អាតដូចម្ចាស់ brand ចឹងមិនមែនសតែម្ចាស់ brand ទេណាអ្នកប្រើប្រាស់ក៏សដូចគ្នាដែរចុះពិសេសគឺតម្រងតែមួយតែម្ដងសបែបស្អាតសបែបម៉ត់ថ្លាភ្លឺចេញពីខាងក្នុងបែបមានសុខភាពល្អគីឡូក្លា skin ណាចឹងមិនថា
ចាំមិននឹងលេខយ៉ាសកាមួយប្រើប្រាស់ដោយទំនុកចិត្តលៀបហើយដឹងតែសបែបលះមានសុខភាពល្អអញ្ចឹងមកណាក៏តសើអ្នកណាក៏និយាយដែរថាកូនកំមុំទៅសផ្អើលគេឡើងមករងដល់ពេលមកចាប់ប្រានទៅដល់គឺតម្រង់ចេញមកតែមួយតែម្ដងគឺលះឆ្វាញសបែបស្អាតមានសុខភាពល្អអញ្ចឹងអីនេះមិនតាក់ទាញអ្នកប្រើប្រាស់មិនពួកដោយសារអី feedback យ៉ាសកាមួយថតតកាមេរ៉ាសិនច្បាស់អញ្ចឹងទេហើយស្បែកបើគេសស្អាតសលះសឈ្នះអញ្ចឹងហើយនៅចាំអីទៀតកូនកំមុំឆ្នាំ2026អ្នកចង់បានប្តីលឿនទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងឈុត4មុខនេះរបស់យ៉ាសកាគ្នាជូនថាលៀបខ្លុំប្រើតាមការណែនាំមកស្បែកសលះសឈ្នះយថាផ្អើលគេមកភូមិតែម្ដង